ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយខ្លាំងមែនទែនដែលបានចូលរួមក្នុងការពិភាក្សាក៏ដូចជាសិក្សាទៅលើប្រធានបទ Women Parade Day ឬក៏ការសិក្សាតាក់ទងជាមួយនឹងការអនាម័យរបស់ស្ត្រីនៅពេលកំឡុងពេលមករដូវដូច្នេះយើងនឹងទៅធ្វើការសម្ភាសតាក់ទងជាមួយនឹងទៅលើប្រធានបទរបស់យើងអំពីការយល់ដឹងរបស់គាត់ដូចជាបទពិសោធន៍របស់ពួកគាត់ផ្ទាល់ផងដែរតោះទៅមួយយើងទាំងអស់គ្នាសួស្តីសនាងសនាងតែខ្ញុំអាចសួរព័ត៌មានរបស់សនាងខ្លះៗតាក់ទងជាមួយនឹងបទពិសោធន៍ដូចជាការយកឃើញរបស់សនាងកំឡុងពេលមករដូវនឹងបានចាបានបងសួរអ៊ីតាក់ទងមួយបទពិសោធន៍អ៊ីក្នុងការមករដូវអីបានអត់អ៊ីបានតាចាអ៊ីសួស្តីសុខជាសុខជាតើបងអាចចែកម្លែកពីចំណាប់អារម្មណ៍របស់បងដូចជាការយកឃើញរបស់បងជុំវិញតាក់ទងជាមួយនឹងការមករដូវរបស់ស្ត្រីបានអត់បងម្លងពេលដែលយើងមករដូវគឺយើងគួរតែដឹងច្បាស់អំពីសុខភាពខ្លួនឯងថាយើងមានការឈឺបែបណាឬមួយក៏សុខភាពយើងបែបណាអញ្ចឹងយើងស្រួលនៅក្នុងការដែលយើងរកដំណោះស្រាយដើម្បីមើលថែសុខភាពខ្លួនឯងតើកំឡុងពេលនឹងដែរសនាងជួបនៅបញ្ហាក៏ដូចជាពិបាកក្នុងខ្លួនមិនខ្លះសម្រាប់បញ្ហាគឺធម្មតាយើងសិស្សអញ្ចឹងនៅពេលដែលមកសាលារៀនអញ្ចឹងពេលដែលមកសាលារៀនគឺពិបាកសម្រាប់ខ្ញុំមែនតែននៅពេលដែលយើងមកសាលាពេលខ្លះយើងភ្លេចយកសម្លេងមកអីចឹងទៅហើយពេលខ្លះយើងចុកចង្កេះយើងចុកពោះអញ្ចឹងធ្វើឲ្យយើងអង្គុយរៀនទៅក៏ពិបាកដែរសម្រាប់ពីដំបូងនៅពេលដែលយើងចាប់ផ្ដើមមកដំបូងគឺយើងរៀនខ្មាស់អៀនដោយសារតែយើងអត់ទាន់ទទួលបានចំណេះដឹងច្រើនតាក់ទងទៅនឹងការមករដូវឯងដល់ពេលដែលប៉ុន្តែឥឡូវនៅពេលដែលយើងបានរៀនកាន់តែច្រើនអញ្ចឹងយើងបានមានចំណេះដឹងច្រើនយ៉ាអាហ្នឹងយើងអត់សូវខ្មាស់អៀនវិញគឺចង់លើកទឹកចិត្តឲ្យស្ត្រីទាំងអស់ត្រូវតែដឹងច្បាស់អំពីខ្លួនឯងហើយព្យាយាមនៅក្នុងការរកវិធីធ្វើឲ្យខ្លួនឯងហ្នឹងកុំឲ្យមានភាពអៀនខ្មាស់មកដំបងវារុយចកេះហើយរុយកហើយដេកមិនទៅបានអញ្ចឹងហើយអារម្មណ៍មិនមុំម៉ៅកាយខឹងឯងមានតាគាត់អត់ឲ្យលើកធ្ងន់ទៅគាត់លើកអញ្ចឹងគឺល្អមែនតើពួកអីស្វាមីអីគាត់មើលថែអីបានល្អដូចអ្នកនរគ្នាបានដឹងចឹងកំឡុងពេលមករដូវគឺជាពេលមួយដែលត្រូវការយកចិត្តទុកដាក់ក៏ដូចជាមើលថែពីអ្នកជំនាញខ្លួនក៏ដូចជាខ្លួនឯងផ្ទាល់ខ្ញុំអាចចែកលេខបានទាក់ទងការមករដូវរបស់ស្ត្រីអញ្ចឹងជាធម្មតាស្ត្រីពីធម្មជាតិផងគាត់គឺជារៀងរាល់ខែក៏តែងតែមានរដូវអញ្ចឹងវាជាហេតុមួយដែលបរិបទគ្រប់គួរតែយល់ដឹងឲ្យបានកាន់តែច្រើនដើម្បីឲ្យមានការលើកទឹកចិត្តមានការគ្រប់គ្រងទៅលើស្ត្រីទៅលើបញ្ហាមួយហ្នឹងហើយហ្នឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំនឹងខិតខំស្វែងយល់ឲ្យបានកាន់តែច្រើនបន្ថែមទៀតហើយនឹងជួយលើកទឹកចិត្តស្ត្រីនៅក្នុងអនាគតព្រោះអីខ្ញុំនឹងមានជាភរិយាខ្ញុំដែលជាស្ត្រីក៏ដូចជាកូនដែលជាស្ត្រីដូចគ្នាអញ្ចឹងខ្ញុំនឹងជួយលើកទឹកចិត្តគាត់ធ្វើយ៉ាងណាឲ្យគាត់មានទំនុកចិត្តនិងកម្លាំងចិត្តព្រោះអីស្ត្រីនៅពេលដែលមានរដូវគាត់តែងតែមានការឈឺចាប់ខ្លះឬក៏មានការមិនស្រួលខ្លួនអញ្ចឹងវាជាបញ្ហាដែលបរិសុទ្ធគួរតែមើលថែនិងលើកទឹកចិត្តស្ត្រីឲ្យកាន់តែប្រសើរឡើងបាទអរគុណអ៊ីអរគុណសនាងសម្រាប់ការចូលរួមក្នុងការសម្ភាសថ្ងៃហ្នឹងដោយអ្នកទាំងអស់គ្នាដឹងអញ្ចឹងការជំវិញការមករដូវហ្នឹងគឺយើងត្រូវធ្វើការអនាម័យឲ្យបានល្អហើយជំរុញឲ្យមានការពិភាក្សាហើយនឹងបើកចំហនិងចែករំលែកពីចំណេះដឹងកំឡុងពេលការមករដូវនេះផងដែរដូច្នេះការមករដូវមិនមែនជារឿងដែលកខ្វក់ឬក៏ជារឿងមួយដែលខ្មាស់អៀននោះទេផ្ទុយទៅវិញយើងត្រូវចូលរួមទាំងអស់គ្នាតាមរយៈការអប់រំការយកចិត្តការចែករំលែកនិងការសន្ទនាដោយបើកចំហដែលអាចធានាបានថាក្មេងស្រីស្ត្រីនិងអ្នកមករដូវទាំងអស់ទទួលបាននៅការយកចិត្តរស់នៅដោយសេចក្តីថ្លៃថ្នូរនិងទំនុកចិត្តចាសសូមអរគុណពីពួកយើង Film and Media Club